សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបញ្យល់ទៅនឹងថ្មបន្តិចណាអញ្ចឹងចង់លើកទៅនឹងថ្ម Green Jasper មកបង្ហាញបងប្អូនឲ្យយល់ណាមុននឹងសម្រាប់ចិត្តថាជាវឬក៏បែបម៉េចចឹងណាព្រោះថាថ្មនោះវាកើតបែបម៉េចហើយស្ថានភាពបែបម៉េចបាទបងប្អូនអញ្ចឹងនេះថ្មនេះហៅ Green Jasper យើងហៅថា Green Jasper ខ្មែរយើងគេច្រើនគេហៅថាថ្មបាញ់ឌុកណាថ្មបាញ់ឌុកហើយខ្លះទៀតគេហៅថាត្បូងកែវបៃតងអញ្ចឹងណាបាទតែខ្មែរយើងឈ្មោះមិនស្តង់ដារទេអញ្ចឹងឈ្មោះដែលស្តង់ដារមកគឺ Green Jasper ជាស្ដេច Green Jasper នេះថ្ម Jasper គឺមិនមានប្រភេទតែ Green ទេណាវាមាន Green ហ្នឹងសំដៅទៅលើពណ៌បៃតងចេញណាបាទពណ៌បៃតងវាមាន Red Jasper មាន White Jasper អញ្ចឹងបងប្អូនបាទអញ្ចឹងជាស្ដេចនេះ Green Jasper បញ្ជាក់តិចថ្មនេះសិតតែជាថ្មដែលខ្ញុំយកមកពីខេត្តបៃលិននិងបរឡានអញ្ចឹងនៅក្នុងខេត្តបៃលិននិងបរឡានវាអត់ទៅមានធំទេវាមានតូចៗអត់មានថ្មធំទេអញ្ចឹងថ្មនេះវាជាគ្រីស្តាល់មួយយ៉ាងលក្ខណៈពិសេសរបស់វាគឺចាក់ពិលអត់ចូលទេបងប្អូនយើងមើលទៅដូចថ្មធម្មតាទេប៉ុន្តែពេលយើងធ្វើយកមកច្នៃមកគឺសែនមែនទេតែវាមិនមែនជាថ្មធម្មតាបងប្អូនវាជាប្រភេទគ្រីស្តាល់បងថ្មដូចគ្នាតែយើងចាក់ពិលអត់ចូលទេឃើញទេអញ្ចឹងនេះអង្គការផ្សេងដែលខ្ញុំធ្វើពី Green Jasper គឺបែបនេះណាបាទឃើញគឺស្អាតពេលយើងធ្វើស្អាតមែនទេតែនេះបាទអញ្ចឹង Green Jasper នេះយើងមើលមកផ្លេតវាស្តៀងជាមួយនឹងកែកដែរជាមួយនឹង BC Jet ណាស្តៀងគ្នាតែដើម្បីដឹងច្បាស់យើងត្រូវយកវាមកចាក់ពិលសិនបើថាចាក់ពិលចូលមិនមែនជាGreen Jasper ទេបាទវាជាហ្គាច់ណាបើមិនមកវាពណ៌ដូចគ្នាណាអញ្ចឹង Green Jasper ហើយនឹង BC Jet វាប្រហែលគ្នាសាច់វាតែគាត់មួយចាក់ពិលចូលមួយចាក់ពិលអត់ចូលបាទតែជាស្ដេចយើងមើលទៅ Green Jasper វាប្រភេទវាដិតណាព្រោះវាបែប Green តែម្ដងពណ៌បៃតងតែម្ដងវាដិតជាងហ្គាច់ឬក៏ BC Jet អញ្ចឹងបងប្អូនហើយនេះជាស្ដេចគឺអង្គការខ្សែដៃនេះខ្ញុំធ្វើបានពីខ្សែទៀតហ្នឹងបងប្អូនអញ្ចឹងនេះຂະຫນាត13លីណា13លីនេះខ្ញុំជូនបងប្អូនក្នុងមួយខ្សែនេះតម្លៃ$65ណាបងប្អូន13លី$65ហើយមួយខ្សែនេះទៀតគឺ11លីបាទ11លីនេះចែកជូនបងប្អូន$45អញ្ចឹងបងប្អូនអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍អាចឆាតចូល page របស់ខ្ញុំបានឬក៏ comment នៅខាងក្រោមវីដេអូដើម្បីជាវបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា